នេះកាហ្វេជ្រូកផាក់ឡូវហើយពេលចឹងទៅទិញយកមកធ្វើជាមួយទិញប៉ុណ្ណឹង2ខាំកាហ្វេជ្រូកប៉ុណ្ណឹងយកទៅឲ្យមកធ្វើម្រេចខ្ទឹមម្រេចជាមួយនឹងកាហ្វេជ្រូកអូនេះហត់ជាតិហើយហើយលើនេះគេយើងដាក់ចូលមកកាហ្វេជ្រូកទាំងម្រេចហ្នឹងយើងទិញពីកន្លែងលក់ផាក់ឡូវមកហើយទៅពេលខ្ញុំយកមកចំហុយបន្លែហើយគ្រឿងអីចឹងចឹងថែមធម្មតាដាក់ដូចដែលយើងនេះចឹងទេនឹងកាហ្វេជ្រូកម្រេចនោះគឺសម្រាប់អ្នកហូបអីស្វឹងអីហ្នឹងដាក់ទៅស្វាយចេះហ្មងស្ករពីស្លឹកព្រាទៅដាក់ពីទូចយើងដាក់បានពីស្លឹកព្រាណាពេលកូនស្លឹកព្រាយើងប៉ុនស្ករនឹងដាក់ច្រើនស៊ុបហ្នឹងយើងបើយើងស៊ុបម្រេចកាហ្វេជ្រូកចាំអត់ឲ្យពុះចាំយើងតែប៉ុណ្នេះគេថាវាស៊ុបកាហ្វេជ្រូកខ្ទឹមម្រេចខ្ទឹមហ្នឹងបងប្អូនចង់ធ្វើទិញផាក់ឡូវទិញកាហ្វេជ្រូកពីកន្លែងលក់ផាក់ឡូវមកហើយយើងធ្វើមកយើងធ្វើបុកខ្ទឹមម្រេចឲ្យធម្មតាអញ្ចឹងណាហើយហាន់កាហ្វេជ្រូកយើងចំណិតអញ្ចឹងមកហើយយើងពេលទឹកពុះហើយយើងដាក់វាទៅអែមហ្មងអាហ្នឹងសម្រាប់អ្នកស្វឹងក្តៅអីគាត់ហូបត្រូវឆ្ងាញ់បែកញើសខ្ចាយហ្មងបងប្អូនឥឡូវពុះកាហ្វេជ្រូកខ្ទឹមម្រេចអែមពោះហឹលនេះមកពុះហើយបងប្អូន